ចង់អានព្រះគម្ពីរតែអត់ដឹងថាអានពីកន្លែងណាទៅហើយទើបដឹងថាកាន់គម្ពីរសុភាសិតមាន31ជំពូកអញ្ចឹងខែនេះមាន31ថ្ងៃយើងនឹងអានមួយថ្ងៃមួយជំពូកជាមួយគ្នាថ្ងៃនេះថ្ងៃទី4យើងនឹងអានជំពូកទី4ខ្ញុំបានអានហើយខ្ញុំចង់ចែកម្លែកខនេះជាមួយទាំងអស់គ្នាចូលថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្នត្បិតចិត្តគំនិតរបស់កូនយ៉ាងណាជីវិតរបស់កូនក៏យ៉ាងនោះដែរចូលទប់មាត់កុំឲ្យពោលពាក្យអាស្រូវឡើយហើយក៏កុំក្រលាស់អណ្ដាតពោលពាក្យមួយបង្កាច់គេដែរចូលរៀបចំផ្លូវដែលកូនត្រូវដើរឲ្យត្រង់គឺធ្វើយ៉ាងណាឲ្យផ្លូវនោះបានត្រឹមត្រូវកុំងាកស្ដាំងាកឆ្វេងហើយជៀសឲ្យឆ្ងាយពីផ្លូវអាក្រក់អញ្ចឹងចិត្តគំនិតរបស់យើងយ៉ាងណាជីវិតយើងនឹងទៅជាអញ្ចឹងដែរសូមថែរក្សាចិត្តគំនិតយើងឲ្យបានល្អហើយជាពិសេសកុំឲ្យវាចង់ធ្វើអីដែលអត់ល្អអត់ត្រឹមត្រូវកុំដោយសារតែលុយឬក៏អីគ្រប់យ៉ាងធ្វើឲ្យយើងលក់ឧត្តមគតិខ្លួនឯងកុំនិយាយមួបកាច់បងប្អូនរបស់យើងកុំដោយសារតែចង់ឲ្យខ្លួនឯងល្អហើយនិយាយឲ្យស្រូវពីអ្នកដទៃអីទាំងអស់ហ្នឹងកុំអូខេចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាអានហើយមានអីដែលចាប់អារម្មណ៍អាច comment ប្រាប់ខ្ញុំផងហើយជួបគ្នាថ្ងៃស្អែកសម្រាប់ជំពូកទី5សូមអរគុណសូមប្រាប់ទានពរបាយបាយ